សិនតាអូខេអញ្ចឹងដល់ពេលគោលដៅរបស់យើងនេះយើងចង់ធ្វើវាគាត់ណាចឹងត្រូវវិភាគថាយើងគួរធ្វើបែបណាចឹងដូចគេដូចកង់ឡានកង់ឡានរបស់យើងគឺពងអញ្ចឹងអត់ដូចគ្នាអញ្ចឹងរីងឲ្យសាច់តាន់ចឹងយើងគោលដៅយើងចង់បានបែបនេះអញ្ចឹងរីងវាមានគ្រប់កន្លែងការពារមិនជំរាបព្រេងទេអញ្ចឹងដើម្បីនេះវាបានយើងអាចធម្មតាឡើយបានបែបនេះហើយយើងអាចចូលលើ file យកពាក្យ new តោះមកយកផាតហើយយកអូខេមកតោះមកយើងមើលຂະຫນាតរបស់វាផងកុំភ្លេចមើលຂະຫນាតអញ្ចឹងខ្ញុំសន្មតថាខ្ញុំយក top បាទ top ហើយខ្ញុំយកនេះវាបាទនេះអញ្ចឹងខ្ញុំអាចគូរវងមួយបាទគូរវងមួយមកហុំបានហុំវាមិញអូខេខ្ញុំសន្មតថាយកវា13ចុះអូខេ13បាទបន្ទាប់មកយើងចង់ឲ្យមានដូចលក្ខណៈកង់ឡានហើយនឹងរីងឃើញរូបបែបនេះណាបាទនេះឃើញអត់រូបបែបនេះអញ្ចឹងយើងសន្មតថាដើម្បីសិនយើងកាត់វាជាពីរឃើញរៀងទេវងអញ្ចឹងដើម្បីយើងពុះវាជាពីររៀងវងអត់រៀងវងអូខេអញ្ចឹងខ្ញុំអាចឈរលើប្លង់ទៀតអានេះយើងប្លង់គេថប់អញ្ចឹងខ្ញុំឈរខ្ញុំសាកមើលតើប្លង់ត្រូវវាអត់ខ្ញុំវិញថប់ធម្មតាមកឃើញប្លង់ត្រូវវាអត់អញ្ចឹងខ្ញុំពុះវងមួយទៀតមកអូខេថាប៉ុណ្្នឹងចោះខ្ញុំភ្លេចវាអញ្ចឹងយើងមើលសិនឃើញអត់ឃើញរូបរាងបែបនេះអត់ឃើញណាបាទអញ្ចឹងបន្ទាប់មក picture យកពាក្យ swap post base ចេញលើវាចឹងមកអូខេអញ្ចឹងយើងកុំភ្លេចអាមុនដំបូងឈរលើវាសិនបន្ទាប់មកនេះយើង side call side call ដល់ពេលយើង side call មានតែមួយចុចចំនេះមើលរូបរាងវាឃើញអញ្ចឹងវាអត់ចុចអាណានេះចុចរូបរាងឃើញអត់តាមនេះអត់ហ្នឹងណាបាទអញ្ចឹងចុចមកចុចតាមវាឃើញអត់អញ្ចឹងវាធំពេកដូចជាគេដូចកង់ឡានអញ្ចឹងនេះអ៊ីសេរីអាកន្លែងនេះអ៊ីសេរីអាកន្លែងនេះឃើញកត់ចិត្តវាអត់អញ្ចឹងឡុកខ្ញុំដាក់ថាមួយចុះដាក់5ទៅដើម្បីពួកនេះបានឃើញឃើញនោះធំអញ្ចឹងដូចកង់ឡានមែនអត់បាទអញ្ចឹងខ្ញុំយកតាមសូយកមួយចុះឃើញតូចអត់អូខេយល់នៅបាទតកតងការដាក់ material ដាក់កស៊ូយើងចេះហើយចាប់បានចេះភាសាអញ្ចឹងបាទអូខេ